អ្នកស្រាវជ្រាវម្នាក់បានកោររោមនៅត្រង់ខ្នងសត្វកណ្ដុរពិសោធន៍មួយក្បាលដោយទុកឲ្យឃើញស្បែកពណ៌ផ្កាឈូករបស់វាកណ្ដុរនោះមានអារម្មណ៍ថាត្រជាក់នៅពេលវាបែរមកឃើញចំណុចទំពេកដល់អាក្រក់របស់ខ្លួនវាមានអារម្មណ៍ថាភ័យខ្លាចនិងខ្មាស់អៀនបំផុតវាជឿជាក់ថាកណ្ដុរទាំងអស់នៅក្នុងមន្ទីរពិសោធន៍កំពុងសើចច្បោកដាក់វានិងនិយាយដើមរបស់វាគិតថាខ្លួនឯងខុសប្លែកពីគេដូច្នេះវាក៏ទៅលាក់ខ្លួនវាបានយកខ្នងទៅផ្អប់នឹងជ្រុងងងឹតនៃទ្រង់យ៉ាងតឹងដើម្បីបិទបាំងចំណុចទំពេកនោះការដោះខ្នងជាប់ជានិច្ចធ្វើឲ្យរបួសនោះកាន់តែរលាកវាបន្តដោះចំណុចនោះមិនឈប់ព្រោះតែខ្លាចមិនហ៊ានបែរក្រោយហើយស្ទើរតែមិនហ៊ានស៊ីចំណីសក់វាស្ថិតក្នុងសភាពបែបនេះរហូតដល់របួសនោះคล้ายជាដំបៅជាចុងក្រោយវាបានបាត់បង់ឈាមច្រើនពេករហូតដល់ស្លាប់វាបានស្លាប់ទាំងឈឺចាប់ដោយសារតែភាពងប់ងល់និងចំណុចខ្វះខាតរបស់ខ្លួនឯងនៅក្នុងចិត្តសាស្ត្រនេះត្រូវបានគេហៅថា spotlight effect ផលប៉ះពាល់នៃពន្លឺភ្លើងអ្នកចំពុកដួលនៅទីសាធារណៈហើយគិតថាអ្នករាល់គ្នាជុំវិញកំពុងសើចដាក់អ្នកឈប់និយាយតែ3វិនាទីពេលកំពុងឡើងឆាកហើយមានអារម្មណ៍ថាមនុស្សរាប់រយនាក់កំពុងវាយតម្លៃអ្នកប៉ុន្តែតាមពិតអ្នករាល់គ្នាគ្រាន់តែមើលទូរស័ព្ទរបស់ពួកគេប៉ុណ្ណោះគ្មាននរណាម្នាក់ចាប់អារម្មណ៍អ្នកឡើយអ្នកស្លៀកពាក់ចាស់ហើយសន្មតថាអ្នករាល់គ្នាកំពុងវិភាគមើលអ្នកប៉ុន្តែតាមពិតពួកគេកំពុងរវល់បារម្ភពីរឿងសក់របស់ពួកគេរឿងរូបរាងរបស់ពួកគេនិងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេអ្នកគិតថាខ្លួនឯងកំពុងឈរនៅក្រោមពន្លឺប៉ុន្តែការពិតគឺថាអ្នកដទៃកំពុងមមាញឹកនឹងជីវិតរបស់ពួកគេពេករហូតដល់គ្មានពេលមើលអ្នកឡើយការខ្មាស់អៀនការថប់បារម្ភនឹងរឿងរ៉ាវក្នុងចិត្តរបស់អ្នកតាមពិតទៅវាគ្រាន់តែជាការសម្ដែងសម្រាប់អ្នកម្នាក់ឯងដែលគ្មានអ្នកណាទស្សនាឡើយក្នុងអត្ថបទនេះដាស់តឿនយើងអំពីការយល់ខុសដ៏ធំមួយក្នុងជីវិតបើយើងផ្ដោតខ្លាំងពេកលើកំហុសឬចំណុចមិនល្អរបស់ខ្លួនឯងយើងនឹងរស់នៅក្នុងភាពតានតឹងរហូតដល់អាចបោកប្រាស់ផ្លូវចិត្តខ្លួនឯងដោយកណ្ដុរដែលស្លាប់ដោយសារតែរឿងទំពេកថ្នងយើងតែងតែគិតថាគ្រប់គ្នាកំពុងសម្លឹងមើលកំហុសរបស់យើងប៉ុន្តែការពិតគ្មាននរណាម្នាក់ចាប់អារម្មណ៍យើងខ្លាំងដូចយើងគិតនោះទេមនុស្សម្នាក់សុទ្ធតែមានបញ្ហានិងរឿងរ៉ាវផ្ទាល់ខ្លួនដែលត្រូវដោះស្រាយកុំខ្ជះខ្ជាយពេលវេលានិងភាពរីករាយនៃជីវិតទៅនឹងការបារម្ភពីក្រសែភ្នែកអ្នកដទៃអីគ្មាននរណាម្នាក់គឺជាអ្នកទស្សនានៅក្នុងរឿងរបស់អ្នកទេចូលរស់នៅដោយសេរីនិងមានទំនុកចិត្តលើខ្លួនឯង